ជ្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទឈុនសុធាវ៉ាន់ហើយថ្ងៃនេះខ្ញុំនឹងធ្វើវីដេអូនិយាយតាក់ទងទៅនឹង TikTok ហើយនៅសហរដ្ឋអាមេរិកអញ្ចឹងនៅក្នុងថ្ងៃទី22ខែមករាឆ្នាំ2026នេះ TikTok ត្រូវបានគេសន្មតថានឹងបាត់មុខមាត់ចេញពីទឹកដីសហរដ្ឋអាមេរិកទាំងស្រុងក៏ប៉ុន្តែនៅថ្ងៃទី22ខែមករាឆ្នាំ2026 TikTok មិនបានបាត់មុខមាត់ចេញពីទឹកដីសហរដ្ឋអាមេរិកទេមូលហេតុគឺនៅក្នុងវីដេអូមួយនេះអញ្ចឹង TikTok ត្រូវបានគេសន្មតថានឹងបាត់មុខមាត់ចេញពីទឹកដីសហរដ្ឋអាមេរិកនៅថ្ងៃទី22ខែមករាឆ្នាំ2026ក្រោមមូលហេតុថាអាមេរិកមានការព្រួយបារម្ភតាក់ទងទៅនឹងសន្តិសុខជាតិពីសំណាក់សហរដ្ឋអាមេរិករឿងមួយនេះធ្វើឲ្យប្រជាជនសហរដ្ឋអាមេរិកទាំងមូលទន្ទឹងរង់ចាំការដោះស្រាយពីលោកប្រធានាធិបតី Donald Trump ក៏ដូចជាពីសហរដ្ឋអាមេរិកហើយអ្នកផលិតមាតិកាមួយចំនួនធំក៏មានភាពស្លន់ស្លោដូចគ្នាដែរហើយប៉ុន្តែបន្ទាប់ពីប្រមាណម៉ោងមុនពេលដែល TikTok ត្រូវបាន terminate ត្រូវបានផ្ដាច់ចេញពីសហរដ្ឋអាមេរិកក៏បានធ្វើកិច្ចសម្របសម្រួលជាមួយនឹង CEO របស់ខាងក្រុមហ៊ុន TikTok ហើយដំណោះស្រាយដ៏ធំដែលអាមេរិកបានដោះស្រាយនឹងក៏ល្អសម្រាប់ប្រជាជនរបស់សហរដ្ឋអាមេរិកជាង200លានអ្នកដែលប្រើប្រាស់ទៅលើបណ្ដាញសង្គម TikTok ដូចគ្នាដែរកាលពីឆ្នាំ2020ដែលការនោះគ្រប់គ្រងដោយរដ្ឋបាលលោក Donald Trump លោកក៏បានហាមឃាត់ឬក៏ ban TikTok ជាលើកដំបូងហើយដោយបានអះអាងថា TikTok នឹងបង្កហានិភ័យទៅលើសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកហើយពេលនោះលោក Donald Trump ក៏បាន ban ក្រុមហ៊ុន TikTok មិនឲ្យធ្វើការនៅក្នុងសហរដ្ឋអាមេរិកទេក៏ប៉ុន្តែការប៉ុនប៉ងនេះត្រូវបានបរាជ័យដោយមានការរាំងខាំងដោយតុលាការសហព័ន្ធរបស់សហរដ្ឋអាមេរិកក៏ប៉ុន្តែបន្ទាប់ពីឆ្នាំ2020មកនៅឆ្នាំ2024ដែលជាឆ្នាំគ្រប់គ្រងដោយរដ្ឋបាលលោក Joe Biden លោកក៏បានចុះហត្ថលេខាលើច្បាប់ថ្មីមួយទៀតទាក់ទងទៅនឹងច្បាប់ការពារជនជាតិអាមេរិកពីកម្មវិធីដែលគ្រប់គ្រងដោយជនបរទេសហើយនៅក្នុងនោះលោកក៏បានសរសេរសារមួយយ៉ាងច្បាស់ថា TikTok នឹងអាចបាត់បង់សិទ្ធិចូលទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកថែមទៀតផងក៏ប៉ុន្តែនៅក្នុងថ្ងៃទី22ខែមករាឆ្នាំ2026រឿងទាំងអស់ហ្នឹងត្រូវបានផ្លាស់ប្ដូរទាំងស្រុងដែលនៅក្នុងឆ្នាំ2026នេះ TikTok នឹងនៅតែដំណើរការនៅក្នុងសហរដ្ឋអាមេរិកដដែលគ្រាន់តែផ្លាស់ប្ដូរអ្នកគ្រប់គ្រងទៅលើកម្មវិធី TikTok អញ្ចឹងយោងទៅតាមកាសែត BBC បានឲ្យដឹងថា TikTok នឹងលែងគ្រប់គ្រងដោយក្រុមហ៊ុនយក្សរបស់ក្រុមហ៊ុនចិនទៀតហើយគឺក្រុមហ៊ុន ByteDance ក៏ប៉ុន្តែ TikTok នឹងបដូរទៅនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនក៏ប៉ុន្តែផ្ទុយទៅវិញ TikTok នឹងក្លាយទៅជាក្រុមហ៊ុនមួយដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកដែលដំណើរការក្រោមអង្គភាពថ្មីមួយដែលបង្កើតដោយសហរដ្ឋអាមេរិកដែលអង្គភាពថ្មីនោះមានឈ្មោះថា TikTok USDS Joint Venture LLC ហើយចាប់តាំងពីឆ្នាំ2026នេះទៅ TikTok នឹងធ្វើការផ្លាស់ប្ដូរអ្នកគ្រប់គ្រងពីក្រុមហ៊ុន ByteDance ទៅក្រុមហ៊ុនថ្មីមួយទៀតដែលជាក្រុមហ៊ុន TikTok USDS Joint Venture LLC ហ្នឹងហើយការគ្រប់គ្រងនេះគឺជាការពិភាក្សាឬក៏សម្របសម្រួលចេញពីលោកប្រធានាធិបតី Donald Trump ជាមួយនឹងលោកប្រធានាធិបតី Xi Jinping ក៏ដូចជាមានជំនួយពីខាងលោកប្រធានាធិបតី Xi Jinping ដូចគ្នាដែរហើយការធ្វើទៅនេះដោយមានមតិមួយចំនួនពីខាងសហរដ្ឋអាមេរិកបានយល់ឃើញថាដោយសារតែលោកប្រធានាធិបតី Donald Trump មានអ្នកតាមដានរហូតដល់16លានអ្នកនៅលើបណ្ដាញសង្គម TikTok ដូចគ្នាដែរទៅធ្វើឲ្យលោកព្យាយាមក្នុងការសម្របសម្រួលទៅលើបញ្ហាមួយនេះហើយដោយឡែកការធ្វើការលក់ទៅលើភាគហ៊ុនរបស់ក្រុមហ៊ុន TikTok នេះទៀតសោតក៏មិនមែនមានន័យថាលក់ទៅលើក្រុមហ៊ុន TikTok ទាំងស្រុងដែរក៏ប៉ុន្តែការលក់ទៅលើinvestment ទៅលើក្រុមហ៊ុន TikTok នេះគឺគ្រាន់តែលក់ទៅលើ geometric នៅក្នុងប្រទេសសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេមានន័យថាthe whole មានន័យថាក្រុមហ៊ុនទាំងមូលនៅតែគ្រប់គ្រងដោយក្រុមហ៊ុន Biden ដដែលក៏ប៉ុន្តែតកតងទៅនឹងភូមិសាស្ត្រនៅក្នុងសហរដ្ឋអាមេរិកគឺបដូរទៅគ្រប់គ្រងក្រោមអាវ៉ាត់របស់សហរដ្ឋអាមេរិកវិញដោយមានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកធំមួយចំនួនដែលក្នុងនោះមានដូចជាក្រុមហ៊ុន Oracle ហើយនិងក្រុមហ៊ុន Silver Lake ផងដែរដែលក្នុងនោះក្រុមហ៊ុន Oracle បានដើរតួនាទីជាអ្នកគ្រប់គ្រងទៅលើបណ្ដាញសុវត្ថិភាពនិងគ្រប់គ្រងទៅលើ cloud ជាផ្លូវការរបស់ក្រុមហ៊ុន TikTok នៅក្នុងសហរដ្ឋអាមេរិក
ហើយទោះបីជាសហរដ្ឋអាមេរិកនៅតែទោះបីជាសហរដ្ឋអាមេរិកគ្រប់គ្រងទៅលើបណ្ដាញសង្គម TikTok នៅក្នុងសហរដ្ឋអាមេរិកក៏ដោយក៏ប៉ុន្តែក្រុមហ៊ុនដែលជាក្រុមហ៊ុនរបស់ចិនគឺក្រុមហ៊ុន Biden នៅតែមានភាគហ៊ុននៅក្នុង TikTok នៅក្នុងសហរដ្ឋអាមេរិកដូចគ្នាដែរដែលក្នុងហ្នឹងក្រុមហ៊ុន Biden មានភាគរយរហូតដល់ 20% នៅក្នុងហ្នឹងនៅក្នុងសហរដ្ឋអាមេរិកហ្នឹងដដែលហើយនៅក្នុងនោះក្រុមហ៊ុន Oracle ក៏បានគ្រប់គ្រងដោយនាយកប្រតិបត្តិគឺលោក Adam Fraser ដែលជាអតីតនាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុន TikTok ដែលហើយមិនត្រឹមតែមានលោក Adam Fraser នៅក្នុងនឹងទេក៏មានក្រុមប្រឹក្សាពិបាលភាគច្រើនគឺជាជនជាតិអាមេរិកនៅក្នុងនឹងដូចគ្នាដែរហើយរឿងទាំងអស់ហ្នឹងសហរដ្ឋអាមេរិកមានការព្រួយបារម្ភទាក់ទងទៅនឹងការបែកធ្លាយទៅលើទិន្នន័យពីព្រោះដូចយើងដឹងហើយថាក្រុមហ៊ុន TikTok គឺជាក្រុមហ៊ុនរបស់ចិនប្រជាជនរបស់សហរដ្ឋអាមេរិកគឺប្រើប្រាស់ទៅលើបណ្ដាញសង្គម TikTok នឹងច្រើនរហូតដល់200លានអ្នកជាងលើសពី200លានអ្នកអញ្ចឹងហើយធ្វើឲ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភសូម្បីតែលោកប្រធានាធិបតី Donald Trump ក៏ប្រើប្រាស់ទៅលើបណ្ដាញសង្គម TikTok នឹងដូចគ្នាដែររឿងទាំងអស់ហ្នឹងគឺជារឿងមួយដែលធ្វើឲ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភទាក់ទងទៅនឹងការបែកធ្លាយទិន្នន័យពីសំណាក់ប្រជាជនរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសចិនឬក៏មានការលួចទិន្នន័យផ្សេងៗពីប្រជាជនរបស់សហរដ្ឋអាមេរិកដែលធ្វើឲ្យលោកប្រធានាធិបតី Donald Trump ហើយរឿងទាំងអស់ហ្នឹងឯងដែលធ្វើឲ្យលោកប្រធានាធិបតី Donald Trump មានចិត្តមិនស្ងប់ហើយឈានទៅដល់ការពិភាក្សាដើម្បីទិញយកក្រុមហ៊ុន TikTok ហ្នឹងនៅក្នុង geometric របស់សហរដ្ឋអាមេរិកអញ្ចឹងរឿងទាំងអស់ហ្នឹងគឺបច្ចុប្បន្ននេះគឺក្រុមហ៊ុន TikTok ដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិកហ្នឹងគឺត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិកហើយរឿងបន្តទៀតនឹងខ្លាយទៅជាយ៉ាងណាយើងនឹងរងចាំទស្សនាទៅទាំងអស់គ្នាជាចុងក្រោយខ្ញុំបាទសុធាវ៉ាន់ពីសារព័ត៌មាន The Khmer Today សូមគោរពនិងជម្រាបលា